កលទីជំពូក5ខ19ដល់ខ26រីឯកិច្ចការខាងសាច់ឈាមនោះប្រកាសច្បាស់ហើយគឺជាសេចក្តីកំផិតសហាយស្មន់ស្មោកក្រោកអាភាសថ្វាយបង្គំរូបព្រះមន្តអាគមសំអប់គ្នាឆ្លោះប្រកែកឈ្នានេះកំហឹងទាស់តែងគ្នាបាក់បែកបាក់ពួកច្រណែនកាប់សម្លាប់ប្រមឹកស៊ីផឹកជ្រុលនិងការអ្វីទៀតដែលស្រដៀងនឹងសេចក្តីទាំងនេះផងហើយខ្ញុំប្រាប់អ្នករាល់គ្នាទុកជាមុនដូចជាបានប្រាប់រួចមកហើយថាអស់អ្នកដែលប្រព្រឹត្តដូច្នោះនោះមិនបានគ្រងនគរព្រះទុកជាមរតកឡើយតែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតគ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេហើយអស់អ្នកដែលជារបស់ផងព្រះគ្រីស្ទនោះបានឆ្កាងសាច់ឈាមហើយព្រមទាំងសេចក្តីរំជួលនិងសេចក្តីប៉ងប្រាថ្នាទាំងប៉ុន្មានផងបើសិនជាយើងរស់ដោយនៅព្រះវិញ្ញាណនោះត្រូវដើរដោយព្រះវិញ្ញាណដែរកុំឲ្យយើងរកគ្នារកគេឈ្មោះដែលឥតប្រយោជន៍ទាំងចាក់រុកហើយឈ្នានេះគ្នាទៅវិញទៅមកឡើយ